ลูฟี่សម្រាយរឿងសួស្តីអ្នកទាំងអស់គ្នាឥឡូវជួបជាមួយនឹងខ្ញុំបាទម្ដងទៀតហើយសូមទោសអ្នកទាំងអស់គ្នាដែរដោយសារតែទឹកមុនហ្នឹងខ្ញុំអត់បានផុសរឿងដោយសារតែបានថតសលេងហើយប៉ុន្តែអត់ទាន់មានពេលកាត់តដោយសារតែខ្ញុំមានរវល់ការងារធ្វើដែរជាងហើយបានជាខ្ញុំអត់សូវមានពេលហើយអរគុណអ្នកទាំងអស់គ្នាដែរសម្រាប់ការរងចាំការសម្រាយរឿងរបស់ខ្ញុំហើយក៏ដូចជាការសុំទោសដូចគ្នាដូច្នេះកុំឲ្យខាត់ពេលយូរយើងនឹងចូលទៅដល់រឿងរបស់យើងទាំងអស់គ្នាផ្លូវបង្ក្រាបវិញ្ញាណ Season 4 នៅវគ្គ 6 ដែលជាវគ្គបន្តរឿងរបស់យើងក៏និយាយពីមេតបសៀងវិញម្ដងនៅពេលនេះមេតបសៀងបានធ្វើដំណើរមកដល់ដំណាក់វូមីងហើយនៅពេលដែលមេតបដំណាក់វូមីងបានឃើញមេតបសៀងគាត់ក៏បាននិយាយទៅកាន់មេតបសៀងថាសៀងគុនលុនខ្ញុំត្រូវតែពិនិត្យលោកឲ្យច្បាស់សិនប្រកាសថាលោកមិនយកអាវុធមកជាមួយមានខ្ញុំនៅទីនេះខ្ញុំមិនឲ្យនរណាម្នាក់ធ្វើអ្វីផ្ដេសផ្ដាសនៅអាណាចក្រវិញ្ញាណបាននោះទេអ្នកទាំងអស់គ្នាមេតបការពីដំណាក់វូមីងនេះគាត់ឈ្មោះថាស៊ូអ្នកទាំងអស់គ្នាមេតបសៀងក៏បាននិយាយទៅកាន់មេតបស៊ូវិញថាខ្ញុំបានឮឈ្មោះរបស់មេតបស៊ូនឹងល្បីជាយូរណាស់មកហើយថាមេតបស៊ូគឺជាអ្នកជំនាញប្រើដាវដែលជាអាវុធដ៏ល្អបំផុតនៅក្នុងពិភពក្រោមដីនេះខ្ញុំគិតថាខ្ញុំពិតជាអាចរៀនពីលោកបានច្រើនជាមិនខានមេតបស៊ូក៏បាននិយាយទៅកាន់មេតបសៀងវិញថាមែនហើយប៉ុន្តែមិនមែនថ្ងៃនេះនោះទេសៀងខុនលុនខ្ញុំត្រូវតែឆែកលោកសិននៅពេលនោះមេតបសៀងក៏បានយល់ព្រមឲ្យមេតបស៊ូពិនិត្យខ្លួនរបស់គាត់ក្រោយពីមេតបស៊ូបានឆែកនិងមើលយ៉ាងម៉ត់ចត់ហើយមិនបានរកឃើញអាវុធរួចមកមេតបស៊ូក៏បាននិយាយទៅកាន់មេតបសៀងថាគុំគិតថាលោកចង់ធ្វើអ្វីផ្ដេសផ្ដាសនៅទីនេះបានឲ្យសោះបើមិនអញ្ចឹងទេលោកច្បាស់ជាស្លាប់ជាមិនខានហើយនៅពេលនោះយើងក៏បានឃើញមានកងទ័ពស្រមោលជាច្រើនដែលពួកគេបានកំបាំងខ្លួននៅការពារគ្រប់ទីកន្លែងនៅដំណាក់វូមីងរឿងរបស់យើងក៏និយាយពីក្រុមរបស់ Tiger និង Ceiling វិញម្ដងហើយបើយើងមើលទៅយ៉ានហួរវិញនៅពេលនេះយ៉ានហួរបានដើរបណ្ដើរនិងរੂបណ្ដើរថាហេតុអ្វីបានជាខ្ញុំត្រូវធ្វើវាអញ្ចឹងព្រោះគេមិនមែនជាមិត្តរបស់ខ្ញុំនោះទេគេគឺជាសត្រូវរបស់ពួកយើងទេតើដោយសារតែពួកគេនឹងឲ្យយ៉ានហួរអ៊ីវទីណាដើរអញ្ចឹងអ្នកទាំងគ្នាហើយមិនដើរធម្មតាទៀតដើរឡើងលើភ្នំអញ្ចឹងហើយបានយ៉ានហួរគាត់ហត់គាត់រੂរហូតអញ្ចឹងCeilingក៏បានប្រាប់ទៅកាន់យ៉ានហួរវិញថាពួកយើងមិនអាចទុកគេចោលបាននោះទេព្រោះមើលទៅគេពិតជាមានរបួសធ្ងន់ណាស់ក្នុងពេលជាមួយគ្នាលោកម៉ឹងក៏បានសួរទៅកាន់យ៉ានដែរថាតើឆៅយីងពីងគេមានបញ្ហាអ្វីមែនឬទេយ៉ានក៏បានឆ្លើយទៅលោកម៉ឹងវិញថាគាត់បានសុំខ្ញុំមិនឲ្យខ្ញុំនិយាយនោះទេបើសិនជាអ្នកទាំងអស់គ្នាដឹងអ្នកទាំងអស់គ្នាកាន់តែមានគ្រោះថ្នាក់ឬក៏អាចស្លាប់ក៏ថាបានភ្លាមនោះCeilingក៏បានដើរមកទល់មុខរបស់យ៉ាននិងបាននិយាយទៅកាន់យ៉ានថាហ្វាយ៉ានខ្ញុំដឹងថាឯងចង់ការពារពួកយើងប៉ុន្តែពួកយើងបានឆ្លងកាត់រឿងជាច្រើនជាមួយគ្នាមកហើយទោះជាយ៉ាងណាក៏ដោយខ្ញុំគ្រាន់តែចង់ដឹងថាបើនរណាម្នាក់មានបញ្ហាអ្វីក្នុងចំណោមពួកយើងវាក៏ដូចជាពួកយើងទាំងអស់គ្នាមានបញ្ហាដែរពួកយើងគឺជាក្រុមតែមួយនោះអីប្រាប់ពួកយើងមកថាតើមានរឿងអ្វីកើតឡើងរឿងរបស់យើងក៏និយាយបកក្រោយការពីវគ្គ1នៅតងគ្នានៅពេលដែលក្រុមរបស់យឿនពីងនឹងបានចែកផ្លូវគ្នាដើរលោកម៉ឹងនិងCeilingដើរជាមួយគ្នាហើយយ៉ាននិងយឿនពីងនឹងដើរទៅផ្លូវមួយទៀតជាមួយគ្នាហើយនៅពេលហ្នឹងហើយដែលយ៉ានហើយនិងយឿនពីងនឹងក៏បានជួបជាមួយនឹងពួកបិសាចមួយក្រុមបាននាំគ្នាចេញមកចង់វាយប្រហារពួកគេប៉ុន្តែចុងក្រោយយឿនពីងនិងយ៉ានក៏បានកម្ចាត់បិសាចទាំងនោះឲ្យស្លាប់អស់ទៅហើយនៅពេលនោះមានបរិសម្នាក់ក៏បានបង្ហាញខ្លួនចេញមកគាត់នឹងមានឈ្មោះថាធានឈីនដល់គ្នាគាត់ក៏បានណែនាំខ្លួនរបស់គាត់ឲ្យយឿនពីងនិងយ៉ានបានស្គាល់ដូចគ្នានិងបានប្រាប់ទៅពួកគេទៀតថានរណាម្នាក់ក៏ដោយឲ្យតែបានមកដល់កន្លែងនេះហើយពួកគេមិនអាចចេញទៅខាងក្រៅវិញបានជាដាច់ខាតហើយខ្លួនគាត់ផ្ទាល់នឹងក៏ជាប់នៅទីនេះអស់ជាច្រើនឆ្នាំណាស់មកហើយដែរហើយទីនេះគឺជាកន្លែងដែលមានគ្រោះថ្នាក់ខ្លាំងណាស់បើមិនមានការប្រយ័ត្នប្រយែងទេពួកគេច្បាស់ជាស្លាប់ជាមិនខានភ្លាមនោះយើងក៏បានឃើញមានបិសាចមួយវាបានរត់មកយ៉ាងលឿនដូចជាភ័យខ្លាចនឹងអ្វីមួយអញ្ចឹងវាបានរត់ផងស្រែកផងថាជួយផងគួរឲ្យខ្លាចខ្លាំងណាស់ឃើញបែបនេះយ៉ានក៏បានសួរទៅកាន់វាថាតើឯងកំពុងតែនិយាយអ្វីតើឯងកំពុងតែកុហកយើងតើមែនឬទេព្រោះយ៉ាននឹងក៏ចង់និយាយឲ្យបិសាចនឹងថាបិសាចនឹងជាបិសាចហើយអញ្ចឹងតើមានអីដែលវាខ្លាចជាងបិសាចនឹងទៀតអញ្ចឹងណាបងប្អូនបិសាចនោះក៏បាននិយាយទៅកាន់យ៉ានទាំងភ័យវិញថាមានអ្នកមកថ្មីគេគួរឲ្យខ្លាចខ្លាំងណាស់គេគួរតែខ្លាចជាងពួកលោកទៅទៀតខ្ញុំនិយាយមែនណានិយាយមិនតាន់ចប់ផងភ្លាមនោះយើងក៏បានឃើញមានទំពក់មួយបានហោះមកទម្លុះខ្លួនរបស់បិសាចនោះនិងបានធ្ពក់យកវាចេញពីទីនោះបាត់ទៅនៅពេលដែលយ៉ានធានឈីនិងយិនពីងបានដើរមើលតាមដានឈាមរបស់បិសាចនោះពួកគេក៏បានឃើញបរិសម្នាក់ដែលបិសាចនោះថាគួរឲ្យខ្លាចនោះគឺជាទីណានោះឯងនៅពេលនោះយើងក៏បានឃើញថាពួកបិសាចបាននាំគ្នាជាច្រើនបានចេញមកវាយប្រហារទៅលើទីណាប៉ុន្តែនៅពេលដែលពួកគេនាំគ្នារត់មករកទីណាក៏បានបើកសៀវភៅមរណៈរបស់គេឡើងហើយភ្លាមនោះសៀវភៅក៏បានបញ្ចេញថាមពលពិសេសទៅលើបិសាចទាំងនោះធ្វើឲ្យពួកវាឈរនៅស្ងៀមគ្រប់គ្នានឹងមួយកន្លែងហើយបន្ទាប់មកទីណាក៏បានបើកសៀវភៅមរណៈនិយាយឡើងថាពួកឯងសុទ្ធតែវិញ្ញាណអាក្រក់ពួកឯងត្រូវតែទៅកាន់ឋាននរកភ្លាមនោះព្រលឹងការពាររបស់ទីណាក៏បានចេញមកនិងបានប្រើដៃគោលវាប្រហារទៅលើបិសាចទាំងនោះយ៉ាងសាហាវធ្វើឲ្យពួកបិសាចទាំងនោះធ្លុះខ្លួនស្លាប់បាត់អស់ទៅ
ទីណាគាត់គឺជាអ្នកខ្លាំងលេខទី3នៅក្រុមអង្គការរាជវង្សអ្នកតគ្នាហើយរហស្សនាមរបស់គាត់មួយទៀតហ្នឹងគឺជាបូជាចារនៃឋានរស់ហើយអាវុធដែលទីណាប្រើទី1ហ្នឹងគឺជាសភៅបរណៈហើយទី2ហ្នឹងគាត់ប្រើគឺជាចង្វាក់បិសាចហើយចុងក្រោយហ្នឹងគឺជាមឈូសបិសាចអ្នកតគ្នាអញ្ចឹងយើងនឹងចូលមកដល់រឿងរបស់យើងវិញក្រោយពីពួកបិសាចត្រូវបានទីណាសម្លាប់អស់រួចមកភ្លាមនោះយើងក៏បានឃើញបិសាចធំមួយបានចេញមកវាយប្រហារទៅលើទីណានិងបានចាប់ទីណាប៉ុន្តែភ្លាមនោះយានពីងក៏បានសម្លាប់បិសាចនៅភ្លាមដូចគ្នាដើម្បីជួយទីណាក៏បាននិយាយកាន់យានពីងថាកម្លាំងវិញ្ញាណខ្លាំងនៃភ្លើងនរកតើលោកគឺជាឆាយានពីងមេតបការពារនៅផ្លូវឡឆាតើមែនឬទេយានពីងក៏បានឆ្លើយទៅកាន់ទីណាវិញថាមែនហើយគឺខ្ញុំនេះហើយតើលោកស្គាល់ខ្ញុំឬគ្រាន់តែលើបែបនេះភ្លាមទីណាក៏បានបើកការវាយប្រហារទៅលើយានពីងភ្លាមយ៉ាងលឿនប៉ុន្តែភ្លាមនោះស៊ីឈូក៏បានចេញមកការពារយានពីងដូចគ្នាយានពីងក៏បាននិយាយទៅកាន់ទីណាថាខ្ញុំដូចជាមិនដែលមានគំនុំជាមួយនឹងលោកនោះទេតើត្រូវឬទេហើយអំបីនេះខ្ញុំទៅតែជួយលោកពីបិសាចផងដែរតើនេះឬជាការអរគុណរបស់លោកចំពោះខ្ញុំទីណាក៏បានប្រាប់ទៅកាន់យានពីងវិញថានេះមិនមែនជាបញ្ហានោះទេព្រោះខ្ញុំបានទទួលបញ្ជាឲ្យមកសម្លាប់លោកភ្លាមនោះប្រលឹងការពាររបស់ទីណាក៏បានប្រាចវៈរបស់វាចេញមកវាយប្រហារទៅលើស៊ីឈូនិងយានពីងយ៉ាងសាហាវឃើញបែបនេះឌីវៃក៏មិនអាចឈរមើលទៀតបានដែរឌីវៃក៏បានចេញមកជួយយានពីងនិងស៊ីឈូយានពីងក៏បាននិយាយទៅកាន់ទីណាថាខ្ញុំដឹងហើយលោកច្បាស់ជាមនុស្សនៅក្នុងក្រុមអង្គការរាជវង្សជាមិនខានដូច្នេះខ្ញុំនឹងមិនបន្ធូរដៃលោកទៀតទេភ្លាមនោះស៊ីឈូនិងឌីវៃក៏បានរត់ចូលទៅប្រយុទ្ធជាមួយនឹងប្រលឹងការពាររបស់ទីណាជាមួយគ្នាទៅអ្នកទាំងអស់គ្នាទោះបីជាប្រលឹងការពាររបស់ទីណាមានតែមួយក៏ដោយប៉ុន្តែសមត្ថភាពប្រយុទ្ធហើយនឹងធម្មពលស្ដេចបិសាចរបស់គេនឹងគឺមិនធម្មតាអ្នកទាំងគ្នាអញ្ចឹងបើសិនជាណាគេដែលមានប្រលឹងការពារល្មមអីអាចនឹងស្បៃរបស់គេអញ្ចឹងណានៅពេលនោះទីណាក៏ចូលទៅប្រយុទ្ធជាមួយនឹងយានពីងដូចគ្នាទីណាបានប្រើចង្វាក់បិសាចរបស់គេវាយប្រហារទៅលើយានពីងហើយមិនត្រឹមតែប៉ុណ្ណោះទីណាក៏បានប្រើសិភៅមរណៈវាប្រហារទៅលើយានពីងផ្ទួនបន្ថែមទៀតយ៉ាងលឿនតែសំណាងល្អស៊ីឈូនិងឌីវៃក៏បានចេញមកការពារយានពីងនិងបានវាយបកទៅលើទីណាវិញដូចគ្នាទីណាក៏បានបើកសិភៅមរណៈរបស់គេម្ដងទៀតដើម្បីបញ្ជាប្រលឹងខ្មោចជាច្រើនឲ្យចូលទៅវាយប្រហារទៅលើយានពីងប៉ុន្តែហួយយានដែលជាប្រលឹងការពាររបស់យានពីងក៏បានចេញមកនិងបានប្រើកម្លាំងធម្មពលភ្លើងនរករបស់គេវាយប្រហារទៅលើទីណាទៅនឹងប្រលឹងខ្មោចដែលទីណាបានបញ្ជូនមកដូចគ្នាប៉ុន្តែភ្លាមនោះធានឈីក៏បានចូលទៅរារាំងធម្មពលទាំងពីរមិនឲ្យប្រយុទ្ធគ្នានោះទេធានឈីបាននិយាយទៅកាន់ទីណានិងយានពីងថាជប់ប្រយុទ្ធគ្នាទៅពួកលោកមើលទៅលើខ្លួនរបស់លោកសិនទៅមើលទីណាយានពីងនិងយ៉ានក៏បានមើលទៅខ្លួនរបស់ពួកគេភ្លាមនោះពួកគេក៏បានឃើញថាខ្លួនរបស់ពួកគេមានស្នាមដៃក្រហមគ្រប់គ្នាធ្វើឲ្យពួកគេមានការភ្ញាក់ផ្អើលជាខ្លាំងធានឈីក៏បាននិយាយទៅកាន់ពួកគេថាពេលនេះអ្នកទាំងអស់គ្នាជាខ្ញុំហើយឬនៅអ្នកទាំងអស់គ្នាពីមុននោះធានឈីក៏ធ្លាប់បានប្រាប់ពួកគេឲ្យថានៅកន្លែងហ្នឹងពួកគេមិនអាចប្រើកម្លាំងវិញ្ញាណបានទេបើសិនជានរណាម្នាក់ហ៊ានប្រើកម្លាំងវិញ្ញាណកាន់តែខ្លាំងជាងអាស្នាមក្រហមហ្នឹងវានៅខ្លួនរបស់គេហ្នឹងរីករាលដាលកាន់តែធំទៅអញ្ចឹងហើយចុងក្រោយពួកគេនឹងមានគ្រោះថ្នាក់ហើយអាហ្នឹងដូចជាបណ្ដាសានៅកន្លែងហ្នឹងអញ្ចឹងអ្នកនរគ្នារឿងរបស់យើងក៏កាត់មកពេលយប់ពួកគេកំពុងតែនិយាយគ្នាវិញម្ដងយានពីងបានសួរទៅធានឈីថាដូច្នេះលោកចង់មានន័យថាចំណុចដៃក្រហមទាំងនេះកើតចេញពីនិស្ស័យអាក្រក់ដែលនៅខាងក្នុងរបស់យើងតើមែនឬទេធានឈីក៏បានឆ្លើយថាមែនហើយកម្លាំងវិញ្ញាណនឹងជួយការពារមិនឲ្យស្នាមដៃទាំងនោះរីករាលដាលនៅខ្លួនរបស់យើងកន្លែងហ្នឹងមានន័យចេះអ្នកនរគ្នានៅកន្លែងហ្នឹងពួកគេមិនអាចប្រើកម្លាំងវិញ្ញាណប្រយុទ្ធគ្នាបានទេបើពួកគេប្រើពួកគេនឹងមានស្នាមដៃខ្មៅនៅលើខ្លួនអញ្ចឹងណាហើយស្នាមហ្នឹងគឺជានិស្ស័យអាក្រក់ឬមួយក៏បុគ្គលិកលក្ខណៈអាក្រក់របស់ពួកគេម្នាក់ដែលនៅខាងខ្លួនគេអញ្ចឹងណាចុះបើគេប្រើកម្លាំងវិញ្ញាណប្រយុទ្ធកាន់តែខ្លាំងជាងអាស្នាមហ្នឹងវាកាន់តែរីករាលដាលធំទៅហើយចុងក្រោយអានិស្ស័យអាក្រក់ឬមួយក៏អាចរិតលក្ខណៈអាក្រក់ដែលនៅខាងក្នុងរបស់ពួកគេហ្នឹងវានឹងចេញមកក្រៅហើយវានឹងសម្លាប់ពួកគេដែលជាម្ចាស់អញ្ចឹងណាប៉ុន្តែបើសិនជាពួកគេអត់បានប្រើកម្លាំងវិញ្ញាណប្រយុទ្ធទេអញ្ចឹងកម្លាំងវិញ្ញាណរបស់ពួកគេនឹងមានអំណាចដើម្បីជួយទប់ស្កាត់មិនឲ្យអាស្នាមនឹងរីករាលដាលនៅក្នុងខ្លួនរបស់ពួកគេហើយទីទៀតអ្នកនរគ្នានឹងយល់អំពីរឿងស្នាមហ្នឹងទីណាក៏បានសួរទៅកាន់ធានឈីថាចុះហេតុអ្វីបានជាលោកប្រើកម្លាំងវិញ្ញាណដែរតែមិនមានដូចពួកយើងអញ្ចឹងធានឈីក៏បានប្រាប់ទៅកាន់ពួកគេថាខ្ញុំនិស្ស័យអាក្រក់របស់ខ្ញុំវាបានរីកធំឡើងរហូតវាចាក់ចេញពីខ្លួនខ្ញុំបាត់ទៅហើយអញ្ចឹងមានន័យថាធានឈីហ្នឹងគឺគាត់ប្រើកម្លាំងវិញ្ញាណហើយគាត់មានស្នាមខ្មៅនឹងដែរអញ្ចឹងដល់គ្នាគាត់តែអាស្នាមហ្នឹងវាកើតជារូបរាងថ្មីមួយទៀតហើយវាបានចាក់ចេញពីគាត់ទៅហើយធានឈីក៏បានប្រាប់ទៅកាន់ពួកគេទៀតថាបន្ទាប់ពីនោះមកខ្ញុំបានក្លាយទៅជាចំណីរបស់វាបានតាមវាប្រហារខ្ញុំជានិច្ចហើយវាបានធ្វើឲ្យភ្នែករបស់ខ្ញុំដែលជាម្ចាស់នេះបាត់បង់មកខាងទៀតផងនៅពេលនោះយានពីងក៏បានសួរទៅកាន់ទីណាថាតើឯងមានអារម្មណ៍ភ័យខ្លាចហើយមែនទេខ្ញុំដូចជាមិនមាននោះទេតើឯងចង់ប្រយុទ្ធទៀតទេទីណាក៏បាននិយាយទៅកាន់យានពីងវិញថា
នៅក្នុងស្ថានភាពបែបនេះបើសិនជាពួកយើងប្រយុទ្ធគ្នាវានឹងធ្វើឲ្យពួកយើងកាន់តែមានគ្រោះថ្នាក់ថែមទៀតរងចាំដល់ពេលពួកយើងអាចចាក់ចេញទៅខាងក្រៅបានពួកយើងនឹងប្រយុទ្ធគ្នាម្ដងទៀតយៀនពីងក៏បានយល់ព្រមនឹងទីណាហើយយ៉ានក៏បានសួរទៅកាន់ធានឈីបន្ថែមទៀតដែរថាមិនហើយតើមានរឿងអ្វីកើតឡើងនៅផ្លូវធានហ្វូនេះធានឈីក៏បានប្រាប់ទៅកាន់ពួកគេថានៅទីនេះមានការប្រយុទ្ធគ្នាដ៏ខ្លាំងរវាងអធិរាជនិងមេតបរបស់គាត់នៅពេលដែលអធិរាជចាញ់ក្នុងការប្រយុទ្ធនិងនៅពេលដែលគាត់ជិតស្លាប់គាត់ក៏បានដាក់បណ្ដាសានៅទីនេះដើម្បីមិនឲ្យនរណាម្នាក់ចេញពីទីនេះបាននោះឡើយយៀនពីងក៏បាននិយាយទៅកាន់ធានឈីថាគ្មានមន្តអាគមណាដែលមិនអាចបំបែកបាននោះទេខ្ញុំមិនជឿថាពួកយើងមិនអាចបំបែកបាននោះទេធានឈីក៏បានឆ្លើយទៅប្រាប់យៀនពីងវិញដែរថាខ្ញុំក៏មិនដឹងដែរប៉ុន្តែខ្ញុំបានសាកល្បងនិងប្រើគ្រប់វិធីរួចហើយប៉ុន្តែចុងក្រោយខ្ញុំនៅតែមិនអាចចាក់ចេញពីទីនេះបានដដែលទីណាក៏បាននិយាយឡើងថាច្បាស់ជាមានផ្លូវចេញប៉ុន្តែគ្រាន់តែពួកយើងមិនទាន់រកឃើញតែប៉ុណ្ណោះឬមួយមាននរណាម្នាក់បានរារាំងមិនឲ្យពួកយើងរកវាឃើញរឿងរបស់យើងក៏កាត់មកថ្ងៃបន្ទាប់ទីណាយៀនពីងធានឈីនិងយ៉ានពួកគេក៏បាននាំគ្នាដើរស្វែងរកផ្លូវចាក់ចេញពីទីនោះរហូតដល់កន្លែងមួយដែលមានពោពេញដោយគ្រោងឆ្អឹងខ្មោចគ្រប់ទីកន្លែងមើលទៅដូចជាកន្លែងសមរភូមិដែលកងទ័ពបានប្រយុទ្ធគ្នាអញ្ចឹងធានឈីក៏បានប្រាប់ទៅកាន់ពួកគេថានៅទីនេះមានសិលាចារឹកមួយនៅលើផ្ទាំងថ្មប៉ុន្តែខ្ញុំមិនអាចអានបានទេខ្ញុំមិនដឹងថាវាមានប្រយោជន៍សម្រាប់ពួកយើងឬអត់នោះទេប៉ុន្តែភ្លាមនោះយើងក៏បានឃើញថាឆ្អឹងខ្មោចទាំងនោះចាប់ផ្ដើមក្រោកឡើងនិងបានធ្វើការវាយប្រហារទៅលើពួកគេធានឈីក៏បានប្រាប់ទៅពួកគេថាអ្នកទាំងអស់គ្នាកុំប្រើកម្លាំងវិញ្ញាណទុកឲ្យខ្ញុំជាអ្នកដោះស្រាយបានហើយធានឈីក៏បានកោះហៅព្រលឹងការពាររបស់គេចេញមកនិងបាននិយាយឡើងថាឈ្មោះរបស់ខ្ញុំគឺចៅធានឈីជាមេតបបួងសួងនៅតំបន់លុងមូទុកឲ្យខ្ញុំជួយដោះលែងព្រលឹងខ្មោចដែលអនាថាដូចជាពួកឯងទៅចោះនៅពេលនោះព្រលឹងការពាររបស់ធានឈីក៏បានប្រមូលយកព្រលឹងខ្មោចទាំងនោះចេញពីក្រុងឆ្អឹងចូលទៅក្នុងចង្គៀងចម្លងព្រលឹងរបស់គេបាត់ទៅនៅពេលនោះពួកគេក៏បានបន្តដំណើរទៅមុខទៀតពួកគេក៏បាននាំគ្នាមកដល់កន្លែងផ្ទាំងថ្មបុរាណដែលធានឈីបានប្រាប់នៅពេលនោះគ្មាននរណាម្នាក់អាចអានបាននោះទេប៉ុន្តែយ៉ានក៏បានដើរទៅជិតបន្តិចដើម្បីមើលនិងនិយាយប្រាប់ទៅពួកគេថាអក្សរនេះមើលទៅដូចជាអក្សររបស់ Storm Rider យ៉ានគាត់គឺជាអំបូរ Storm Rider អ្នកទាំងគ្នាអញ្ចឹងហើយបានជាគាត់នឹងអាចអានអក្សរបាននៅលើនឹងអញ្ចឹងណាយ៉ានក៏បានចាប់ផ្ដើមអាននិងប្រាប់ទៅពួកគេថាអក្សរនៅលើផ្ទាំងនេះគេដូចជាកត់ត្រាពីការប្រយុទ្ធរបស់អធិរាជហើយមើលទៅដូចជាមាននរណាម្នាក់បានមានជីវិតនិងបានរកឃើញផ្លូវចេញទៅខាងក្រៅបានហើយគេក៏បានសរសេរវាឡើងនៅទីនេះអ្នកណាចង់ចាក់ចេញពីទីនេះលុះត្រាតែអ្នកនោះសម្រាប់និស្ស័យអាក្រក់របស់ខ្លួនទាំងអស់ចោលហើយនឹងដោះបណ្ដាសានោះទើបអាចចាក់ចេញពីទីនេះបានយ៉ានក៏បានបញ្ជាក់ប្រាប់ទៅពួកគេថាប្រសិនបើយើងចង់សម្លាប់និស្ស័យអាក្រក់របស់ពួកយើងនោះយើងអាចមានផ្លូវចាក់ចេញហើយយៀនពីងក៏បាននិយាយឡើងថាអញ្ចឹងស្រួលដោះស្រាយហើយធានឈីលោកអាចធ្វើវាបានយៀនពីងគាត់ចង់ឲ្យធានឈីនឹងប្រយុទ្ធជាមួយនឹងនិស្ស័យអាក្រក់របស់ធានឈីខ្លួនឯងអញ្ចឹងអ្នកនរគ្នាអញ្ចឹងនៅពេលដែលធានឈីប្រយុទ្ធឈ្នះអញ្ចឹងពួកគេអាចចាក់ចេញពីទីនឹងបានអញ្ចឹងណាធានឈីក៏បាននិយាយទៅវិញថាអត់ទេមិនងាយស្រួលដូចជាលោកនិយាយនោះទេព្រោះកម្លាំងរបស់ខ្ញុំមានកំណត់កម្លាំងខ្ញុំតែម្នាក់មិនអាចយកឈ្នះវាបាននោះទេប៉ុន្តែបើសិនជាអ្នកទាំងអស់គ្នាចូលរួមប្រយុទ្ធយើងអាចឈ្នះបានប៉ុន្តែនៅពេលដែលអ្នកទាំងអស់គ្នាប្រើកម្លាំងវិញ្ញាណនិស្ស័យអាក្រក់របស់អ្នកទាំងអស់គ្នាក៏វាអាចចេញមកបានដូចគ្នាអញ្ចឹងពួកយើងកាន់តែពិបាកទៀតហើយព្រោះយើងមិនមែនប្រយុទ្ធជាមួយនិស្ស័យអាក្រក់តែមួយនោះទេគឺច្រើនទៀតយិនពីងក៏បាននិយាយទៅកាន់ធានឈីថាប៉ុន្តែយើងមានតែវិធីនេះទេទើបយើងអាចចាក់ចេញពីទីនេះបានទីណាក៏បានប្រាប់ទៅកាន់គ្រប់គ្នាថាដូច្នេះធានឈីអាចធ្វើពុតជាប្រយុទ្ធចាញ់និស្ស័យអាក្រក់របស់គេបានហើយបន្ទាប់មកធានឈីត្រូវតែបញ្ឆោតនិស្ស័យអាក្រក់នេះឲ្យមកកន្លែងដែលពួកយើងរៀបចំវាឆ្មក់ខ្ញុំគិតថាពួកយើងអាចរួមដៃគ្នាសម្លាប់វាបានមុនពេលដែលស្នាមខ្មៅរាលដាលពេញខ្លួនរបស់យើងក្រោយពីនិយាយគ្នារួចមកពួកគេក៏បានយល់ព្រមគំនិតរបស់ទីណាធានឈីក៏បាននិយាយព្រមានទៅពួកគេម្ដងទៀតដែរថាពួកគេត្រូវតែមានការប្រុងប្រយ័ត្នឲ្យមែនទែនព្រោះភាវៈអាក្រក់នោះវាពិតជាសាហាវខ្លាំងណាស់ភ្លាមនោះយើងក៏បានឃើញមានឆ្អឹងខ្មោចដ៏ធំមួយបានវាប្រហារមកលើពួកគេហើយវាក៏បានវាប្រហារទៅលើធានឈីប៉ុន្តែសំណាងល្អយៀនពីងក៏បានជួយធានឈីនិងបានបំផ្លាញក្រុងឆ្អឹងនោះបាត់ទៅប៉ុន្តែនៅពេលនោះក្រុងឆ្អឹងខ្មោចជាច្រើនទៀតក៏បានប្រមូលផ្ដុំគ្នាហើយយើងក៏បានឮសំឡេងនិយាយទៅកាន់ពួកគេថាអ្នកដែលចេះដឹងរឿងរបស់គេសមតែស្លាប់មែនហើយឆ្អឹងខ្មោចដ៏ធំមួយនោះក៏បានវាប្រហារទៅលើពួកគេយ៉ានទីណានិងធានឈីក៏បានវាប្រហារទៅលើវាដូចគ្នាប៉ុន្តែនៅពេលដែលធានឈីកំពុងតែជាប់ដៃប្រយុទ្ធពួកវាក៏បានលួចវាប្រហារទៅលើធានឈីប៉ុន្តែនៅពេលនោះយៀនពីងក៏បានឲ្យហួយយានិងហួយទួនដែលជាព្រលឹងការពាររបស់គេចេញមកឲ្យទៅជួយធានឈីទាន់ពេលវេលាហួយយានិងហួយទួនក៏បានរួមដៃគ្នាកាប់ទៅលើបិសាចឆ្អឹងខ្មោចនោះហើយយៀនពីងក៏បានប្រើដបងយមរាជរបស់គេវាយទៅលើក្រុងឆ្អឹងនោះដូចគ្នាហើយចុងក្រោយវាក៏ទុះខ្ទេចអស់ទៅ
ក្រោយពីឆ្អឹងខ្មោចផ្ទុះខ្ទេចអស់យើងក៏បានឃើញអ្នកដែលនិយាយមកកាន់ពួកគេនោះគឺជានិស្ស័យអាក្រក់របស់ធានឈីនោះឯងហើយរឿងរបស់យើងផ្លូវបង្ក្រាបវិញ្ញាណ Season 4 នៅវគ្គ6ក៏ចប់តែប៉ុណ្ណេះដូច្នេះបើសិនជាអ្នកទាំងអស់គ្នាចង់ដឹងថាតើពួកគេអាចរួមដៃគ្នាដើម្បីសម្លាប់និស្ស័យអាក្រក់របស់ធានឈីបានដែរឬទេហើយថាតើមានវិធីណាដែលគេអាចចាកចេញពីទីនោះបាននោះមានតែរងចាំការសម្រាយរឿងរបស់ខ្ញុំនៅវគ្គ7ទៀតដែលជាបន្តតែប៉ុណ្ណោះហើយសម្រាប់អ្នកដែលមកថ្មីបានមើលនិងអត់ទាន់បានចុច Subscribe សូមជួយចុច Subscribe និងដាក់សញ្ញារូបកណ្ដឹងដើម្បីទទួលបានវីដេអូថ្មីៗបន្តទៀត Luffy សម្រាយរឿងសូមអរគុណសូមជម្រាបលា